សម្រាប់កន្លែងបងគឺបានទទួលការកក់ខ្លះៗហើយចាហើយតើតើនឹងការកក់ហ្នឹងភាគច្រើនសម្រាប់សិស្សានុសិស្សដែលគាត់មានលទ្ធភាពក្នុងការបង់ថ្លៃបន្ទប់ក្នុងមួយក្រេហ្នឹងតាមតម្លៃពេញគឺ$10ប៉ុន្តែបងធ្វើតម្លៃតែ$8ទេសម្រាប់បងប្អូនណាដែលគាត់មានលទ្ធភាពក្នុងការចាយលុយទៅលើ$8ក្នុងមួយយប់ហើយបងផ្ដល់ជូនបាយមួយប្រអប់អាហារពេលព្រឹកមួយប្រអប់ជាមួយនឹងកាហ្វេមួយកែវនៅតម្លៃហ្នឹងណាទី2បងមានផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលគាត់អត់មានលទ្ធភាពក្នុងការចាយទៅលើការស្នាក់នៅបងផ្ដល់ជូនចំនួន8នាក់ដោយសារបន្ទប់ផ្ទះបងវាតិចដែរបងចង់ជូនឲ្យបានច្រើនប៉ុន្តែបើក្នុងករណីបងផ្ដល់ជូន8នាក់ហ្នឹងគឺការស្នាក់នៅអត់គិតលុយទេប៉ុន្តែគេមួយយប់ឬក៏2យប់ប្រកបប្រឡង2ថ្ងៃត្រូវទេអញ្ចឹងបងផ្ដល់ការជូន2យប់ការស្នាក់នៅក៏ដូចជាបងជូនគាត់អាហារពេលព្រឹករៀងរាល់ព្រឹកម្នាក់មកប្រអប់ជាមួយទឹកម្ដងចាសម្រាប់សិស្សក្រីក្រអត់គិតថ្លៃស្នាក់នៅទេចាហើយក៏ដូចជាជូនអាហារបន្ថែមតាមលទ្ធភាពរបស់បងចាគ្នាប្រឡងគ្នាត្រូវការធ្វើដំណើរមកហើយគ្នាត្រូវការចាយលុយត្រូវការយ៉ាងពេលខ្លះពុកដែរខ្លះក៏អត់មានសមត្ថភាពលទ្ធភាពក្នុងការបង់ឲ្យកូនគាត់ទេអញ្ចឹងវាជាចំណែកមួយដែលចូលរួមដល់ក្រុមគ្រួសារគាត់ក៏ដូចជាប្រជាជនខ្មែរយើងដែលរស់នៅខេត្តសៀមរាបក្នុងនេះបងជាម្ចាស់អាជីវកម្មម្នាក់បងយល់ពីគេហៅថាដូចក្លឹបអត់ណាចាក្លឹបអត់អញ្ចឹងទៅយើងដឹងថាឥឡូវទៅអត់ដែរប៉ុន្តែចង់និយាយថាការផ្ដល់ឲ្យនេះមិនមែនថាផ្ដល់ឲ្យដោយសារយើងមានទេគឺយើងយល់ពីតម្រូវការអ្វីដែលយើងអាចផ្ដល់ជូនបានចាហើយក៏បងសប្បាយចិត្តនឹងការផ្ដល់ជូនព្រោះបងយល់ពីនិយាយទៅបញ្ហាសេដ្ឋកិច្ចបច្ចុប្បន្នតាមពិតទៅនៅក្នុង page បងផុសហើយ TikTok ក៏បងផុសដែរហើយបងមាន Facebook បងមួយទៀតដែលបងផុសហើយក៏បានដាក់លេខទូរស័ព្ទនៅក្នុងនោះដែរប៉ុន្តែសម្រាប់សារព័ត៌មានមួយនេះសម្រាប់ចែកចាយតាមរយៈមន្ទីរព័ត៌មានខេត្តសៀមរាបលេខទូរស័ព្ទបងប្អូនអាចនៅក្នុងនោះបាន077 78 01 78រយៈតាម Telegram ក៏បានដែរចាបងមានតែការជូនពរពួកគាត់ក្នុងការធ្វើដំណើរមកកាន់មណ្ឌលប្រឡងឲ្យមានសុវត្ថិភាពចាទី2សូមជូនពរឲ្យបងប្អូនទាំងអស់ធ្វើការប្រឡងឲ្យបានជាប់ទាំងអស់គ្នាដំណើរការកក់បានច្រើនពេញហ្នឹងណាគឺគាត់កក់មុនថ្ងៃតាំងពីកន្លះខែមុនតម្លៃគឺតម្លៃធម្មតាបងអត់បានឡើងទេហើយក៏តម្លៃបន្ទប់គឺគិតគាត់ធម្មតាទាំងអស់អត់បានឡើងទៅថាតម្លៃយាយថ្លៃទេបងបាទមានថាពួកគាត់มันជាចំណាយធំសម្រាប់ការស្នាក់នៅហើយការមួយណាមួយខាងតកែគាត់មិនឲ្យដល់ឡើងថ្លៃដែរបាទជារៀងរាល់ឆ្នាំគឺតម្លៃធម្មតាថេររហូតសម្រាប់ពួកគាត់ដែលមកស្នាក់នៅបន្ទប់មាន$10ឡើងទៅ$25ហើយក្រែមួយស្នាក់នៅបាន2នាក់ក្រែ2បាន4នាក់ក្រែ3បាន6នាក់សម្រាប់ពួកគាត់ចំណេញព្រោះតម្លៃឲ្យមិនបានគុណទ្វេអីថាត្រូវបុណ្យទានអីបានវាតែថាបើបុណ្យទាននឹងពួកខ្ញុំគិតផ្សេងអញ្ចឹងណាបងតែថានេះបុណ្យមិនបុណ្យទាននេះគឺថាសិស្សគាត់មកប្រឡងធម្មតាអញ្ចឹងតម្លៃក៏អត់បានឡើង